សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានជាមួយនឹងមីនុយបង្អែមមកចែករំលែកជូនសម្រាប់ថ្ងៃនេះខ្ញុំធ្វើជាមួយនឹងដំឡូងកូនខ្ទិះដូងសម្រាប់បងប្អូនដែលចាប់អារម្មណ៍ជាមួយនឹងបង្អែមមួយមុខនេះកុំភ្លេចចំណាយពេលវេលាតាមដានជាមួយខ្ញុំពីរបៀបធ្វើក៏ដូចជាគ្រឿងផ្សំសម្រាប់បងប្អូនដែលទំនេរនៅចុងសប្តាហ៍ហើយចង់ធ្វើបង្អែមញ៉ាំប៉ុន្តែដឹងធ្វើបង្អែមអីញ៉ាំឆ្ងាញ់ប្លែកមាត់កុំភ្លេចសាកល្បងជាមួយនឹងមួយមុខនេះថារសជាតិរបស់គេគឺផ្អែមឆ្ងាញ់ឈ្ងុយឈ្ងប់ពេញមាត់តែម្ដងតែឥឡូវនេះមកមើលពីគ្រឿងផ្សំគោលគឺមានជាមួយនឹងដំឡូងចំហុយដំឡូងនេះបងប្អូនយកទៅស្ងោរក៏បានចំហុយក៏បានដែរជាពិសេសបងប្អូនកុំភ្លេចត្រៀមជាមួយនឹងល្ងលីងថែមល្ងលីងទៅគឺកាន់តែឈ្ងុយឆ្ងាញ់ឥឡូវនេះខ្ញុំបានបង្ហាញជាមួយនឹងគ្រឿងផ្សំរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកក្លុកជាមួយនឹងដំឡូងនេះខ្ញុំជ្រើសរើសប្រភេទដំឡូងពណ៌ស្វាយបានវាចេញពណ៌ស្អាតហើយមុននឹងដើរម៉ាស៊ីនក្លុកគឺខ្ញុំបានបន្ថែមជាមួយនឹងម្សៅពោតក៏ដូចជាស្ករសឬក៏អំបិលជាមួយនឹងខ្ទិះដូងអីហ្នឹងរួចរាល់ហើយខ្ញុំលួចជាមួយនឹងអំបិលមកចាប់ដែរដើម្បីកុំឲ្យវាភ្លាវបន្តមកគឺខ្ញុំចាក់ជាមួយនឹងខ្ទិះដូងចូលខ្ទិះដូងមិនទាន់ចាក់ទាំងអស់ទេជាបន្តមកគឺខ្ញុំធ្វើការលាយជាមួយនឹងទឹកដែរទឹកយើងធម្មតាហ្នឹងយើងចង់ដាក់ទឹកឆៅធម្មតាក៏បានឬក៏ទឹកក្តៅអ៊ុនៗហ្នឹងក៏បានដែរបានផ្សំជាមួយនឹងគ្រឿងផ្សំទាំងអស់ហ្នឹងរួចរាល់ហើយខ្ញុំចាប់ផ្ដើមមកដើរម៉ាស៊ីនក្លុកម្ដងសម្រាប់បងប្អូនដែលអត់មានជាមួយនឹងម៉ាស៊ីនក្លុកគឺយើងអាចប្រើជាមួយនឹងស្លាបព្រាឬក៏វែកអីធ្វើការច្បល់ជាមួយនឹងដំឡូងហ្នឹងឲ្យវាម៉ត់សិនណាវាខាប់ទៅជាល្បាយតែមួយជាបន្តគឺខ្ញុំបានយកដំឡូងក្លុកមិញហ្នឹងមកច្រោះរួមទៅយើងចង់ច្រាស់ក៏បានអត់ក៏បានដែរបើសិនជាយើងចូលចិត្តញ៉ាំសាច់ដំឡូងនៅរៀងដុំដែរគឺយើងមិនច្រាស់ទេខ្ញុំចង់ឲ្យវារៀងរាវជាងនឹងបន្តិចទៅខ្ញុំបន្ថែមជាមួយនឹងទឹកធម្មតារួមចំពោះកំហាប់រាវឬក៏ខាប់ហ្នឹងបងប្អូនអាចលាយលោកទៅតាមចំណង់ចំណូលចិត្តយើងបានចាប់ផ្ដើមកូរដំឡូងហើយគឺខ្ញុំយកដំឡូងហ្នឹងមកដាក់ជាមួយនឹងបរិមាណកម្រិតភ្លើងមធ្យមរួមទៅខ្ញុំអត់ប្រើកម្រិតភ្លើងនឹងរៀងខ្លាំងពេកទេដោយសារតែខ្ញុំចង់ឲ្យវាឆ្អិនស្មើសាច់ល្អតែមិនថានំកូរត្រាវកូរឬក៏ដំឡូងកូរនេះទេរួមឲ្យតែថាកូរមួយម៉ាត់ហើយគឺរៀងចំណាយពេលចំណាយកន្លងកូរដៃហ្នឹងរៀងមកខ្លាំងដែរបងប្អូនដោយសារតែរៀងកូរយើងកូរវាមកឆ្អិនល្អមកសាច់ល្មុតស្វិតឆ្ងាញ់ដំឡូងកូរហ្នឹងយើងកូរវាមកល្មមសាច់ទៅគឺអូខេហើយជាបន្តគឺយើងមកលៃលោកដាំជាមួយនឹងទឹកខ្ទិះទុកស្រូបពីលើដំឡូងរបស់យើងណានៅកន្លែងនេះគឺខ្ញុំបានលាយជាមួយនឹងទឹកដោះគោស្រស់ដែរដោយសារតែខ្ទិះដូងរបស់ខ្ញុំរៀងស្ទើអញ្ចឹងបើសិនជាបងប្អូនមានខ្ទិះដូងរៀងច្រើនដែរមិនបាច់លាយជាមួយដោះគោស្រស់ទេបន្ទាប់ពីដាក់គ្រឿងនឹងទាំងអស់ចូលហើយបងប្អូនធ្វើការកូរឲ្យវារលាយជាមួយនឹងម្សៅក៏ដូចជាស្ករសឹមយើងបើកភ្លើងហើយយើងធ្វើការកូរវាតិចរហូតតទៅវារៀងឡើងខាប់ល្អទៅគឺអាចបិទភ្លើងដាក់ចុះបានហើយនេះបងប្អូនរួមទៅចាំមើលវីដេអូក្រោយៗខ្ញុំនឹងឆ្លៀតធ្វើជាមួយនឹងត្រាវគោម្ដងដោយសារតែផ្អែមទាំងអស់ហ្នឹងគឺញ៉ាំយូរម្ដងញ៉ាំឆ្ងាញ់ហ្មងហើយជាមួយខ្ញុំផងដែរគឺខ្ញុំចូលចិត្តញ៉ាំបែបដូចនំកូរឬក៏ត្រាវគោដំឡូងគោអីស្រោចទឹកខ្ទិះចឹងគឺវាសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំជាមួយនឹងប្រភេទនំកូរឬក៏ដំឡូងគោនេះកុំភ្លេចសាកល្បងរៀនធ្វើញ៉ាំដោយសារតែរបៀបធ្វើរបស់គេគឺអត់មានអីពិបាកអីឡើងងាយនៅកន្លែងនេះបើសិនជាបងប្អូនចូលចិត្តញ៉ាំបែបក្តៅភ្លាមដួសដាក់ចានញ៉ាំភ្លាមទៅប៉ុន្តែបើសិនជាបងប្អូនចូលចិត្តញ៉ាំបែបក្លាសេត្រជាក់កុំភ្លេចដាក់ជាមួយនឹងកំប៉ុងឬក៏កឡអីមួយហើយយើងធ្វើការស្រោចជាមួយទឹកខ្ទិះហើយយើងដាក់ចូលក្នុងទូទឹកកកទៅគឺញ៉ាំបែបតែសម្រាប់ខ្ញុំសូម recommend ឲ្យញ៉ាំក្តៅទៅដោយសារតែញ៉ាំក្តៅគឺសាច់ដំឡូងនៅទន់ឆ្ងាញ់នៅពេលដែលយើងដាក់ជាមួយទូទឹកកកទៅសាច់ដំឡូងហ្នឹងគឺវារៀងប្រែទៅជារៀងរឹងបងប្អូនចង់ញ៉ាំឆ្ងាញ់ញ៉ាំក្តៅគឺវាឈ្ងុយហើយឆ្ងាញ់ទន់ចឹងឥឡូវនេះដំឡូងកូរខ្ទិះដូងរបស់ខ្ញុំហ្នឹងគឺបានធ្វើរួចរាល់ហើយវីដេអូមួយនេះក៏បានឈានដល់ទីបញ្ចប់ដែរសូមអរគុណច្រើនសម្រាប់បងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាជាមួយនឹងវីដេអូរបស់ខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនចូលចិត្តរកវីដេអូចែករំលែករបស់ខ្ញុំកុំភ្លេចជួយ follow page ខ្ញុំម្នាក់មួយផងណាជួបគ្នានៅវីដេអូក្រោយៗ